បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នេះទៀនរឿងទាំងអស់គ្នាថ្ងៃនេះគឺយើងមានរឿងថ្មីមកមួយទៀតហើយតែមុននឹងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងហើយវាជាកម្លាំងចិត្តមួយផ្នែកដែលធ្វើឲ្យខ្ញុំបានធ្វើវីដេអូចេះៗឲ្យអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តទៀតចឹងឥឡូវយើងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងតែម្ដងទៅចឹងគឺរឿងបើកក្បាលមកគឺមានបងម្នាក់ដែលខ្ញុំមិនបញ្ចេញឈ្មោះគាត់ដែលគាត់មានភេទប្រុសដែលបងនឹងគឺកាលពីគាត់នៅពីក្មេងគឺម៉ាក់របស់គាត់នឹងគឺមានគ្រួសារថ្មីចឹងទៅគាត់ត្រូវទៅនៅរើពីភ្នំពេញទៅនៅខេត្តទៅនៅភូមិមួយដែលមានឈ្មោះថាមិនឈ្មោះទេអស់នេះដល់ដូចលេខភូមិគេដាក់ភូមិលេខប៉ុន្មានចឹងគឺភូមិនឹងគឺមានលេខ801ចឹងគឺភូមិនឹងរៀងមិនដាច់ស្រយាលពេកទេតែវានៅម្ដុំភ្នំចឹងទៅគឺវាសម្បូរភ្នំហើយអ្នកទាំងគ្នាដឹងហើយមិននៅពេញចឹងទៅគឺនៅហ្នឹងគឺល្ងឹតហើយស្ងាត់ចឹងទៅគឺនៅពេលដែលគាត់នឹកឃើញថាថ្ងៃហ្នឹងគឺខ្ញុំចូលរៀនដើរជាថ្ងៃបើកវិស្សមការដំបូងថ្ងៃគាត់ចូលរៀនដំបូងហ្នឹងចឹងទៅគឺគាត់បានចង់ទៅចាប់តុកមុនហើយនៅពេលនោះគឺគាត់បាននឹកឃើញថាចុងខ្ញុំងើបតាំងពីម៉ោង4ទៀបភ្លឺម៉ោង4កន្លះហើយចឹងទៅដើម្បីទៅចាប់តុកមុនចឹងណាចឹងទៅគាត់ក៏បានងើបមកគឺគាត់អត់មាននាឡិកាមានអីមើលទេយីរំគឺគាត់មើលមេឃទៅរៀងភ្លឺតិចអាពលឺព្រះខែតោះនេះអាពលឺព្រះច័ន្ទហ្នឹងគឺរៀងភ្លឺតិចទៅគាត់ស្មានតរៀងព្រឹកដែរហើយចឹងណាចឹងទៅគាត់ក៏បានរៀបចំដើរទៅសាលាចឹងទៅនៅពេលដែលគាត់ដើរហ្នឹងគឺផ្លូវវាមិនស្រួលទេគឺផ្លូវហ្នឹងគឺវាកាច់កុំកលិចកលុកចឹងទៅហើយណាមួយកង់គាត់ខូចផងចឹងទៅគឺគាត់អត់បានជិះកង់ទៅសាលាទេដោយដើរកាត់ផ្លូវហ្នឹងគឺគ្មានមនុស្សគ្មានភ្លើងគ្មានអីគឺលឺតែសំឡេងសត្វចង្រិតយល់គឺស្ងាត់ហ្មងលឺតែសំឡេងសត្វចង្រិតនៅពេលដែលគាត់ដើរទៅដល់ក្នុងសាលារៀនគាត់ហ្នឹងគឺគាត់មានអារម្មណ៍ថាចម្លែកខ្លាំងហ្មងដោយសារតែគាត់មានអារម្មណ៍ថាគាត់នៅតែឯងវាស្ងៀមស្ងាត់យល់ធ្វើដូចមកនិយាយសួរស្ដាប់អ្នកនរគ្នាគឺដូចអាពិភពលោកហ្នឹងវាមានតែយើងអញ្ចឹងដូចយើងនៅក្នុងភពខ្មោចយើងគឺស្ងៀមស្ងាត់តោបអីបិទទាំងអស់គាត់ស្មានតែរៀងព្រឹកចឹងទៅគាត់ស្មានថាប្រហែលអ្នកលក់អីវ៉ាន់អ្នកអីគេមករើតូបរើអីត្រៀមលក់ត្រៀមអីចឹងតែគឺគាត់បដនហ្នឹងគឺស្ងាត់មែនទេស្ងាត់ខ្លាំងហ្មងហើយនៅពេលនោះគឺគាត់បានដើរទៅកាត់អគារអនុវិទ្យាល័យនៅពេលដែលគាត់ដើរកាត់អគារអនុវិទ្យាល័យហ្នឹងគឺគាត់បានឃើញស្រីមួយហើយប្រុស2នាក់អញ្ចឹងគឺឈរឃើញកាន់ដៃគ្នាហើយនៅពេលនោះគឺគាត់បានលូសំឡេងពួកហ្នឹងខ្សឹបគ្នាខ្សឹបយល់ស្ដាប់យើងស្ដាប់អត់បានហ្មងអាខ្សឹបយើងស្ដាប់អត់បាននឹងយកហ្មងហើយនៅពេលដែលគាត់លឺខ្សឹបគ្នាហើយគឺស្ងាត់ជ្រាបហ្មងហើយនៅពេលនោះគឺគាត់បានឃើញ3នាក់ហ្នឹងគឺដើរឡើងចដើរតែមិនដើរត្រង់យើងចឹងណាគឺដៃជើងកវិចកវក់ដើរវាពិបាកបញ្យល់ណាអ្នកនរគ្នាអាចសម័យចេញហើយគឺដើរកវិចហ្នឹងហើយនៅពេលនោះគឺនៅពេលដែលពួកវាដើរឡើងចដើរហ្នឹងគឺអត់មានលឺសំឡេងពេលយើងឡើងចដើរយើងមិនលឺទឹកតែបើថា3នាក់ហ្នឹងវិញគឺដើរទៅគឺអត់មានលឺសលេងយល់គឺសលេងស្ងាត់ជ្រាបហ្មងអត់មានលឺសលេងបិជើងអីទេយល់គឺស្ងាត់ជ្រាបហើយនៅពេលនោះគឺគាត់មានអារម្មណ៍ថាភ័យខ្លាចដែរដោយសារតែណាសិស្សណា3នាក់ដើរអត់លឺសលេងហើយដើរកញ្ងងអញ្ចឹងទៅគឺគាត់បានរត់ទៅអនុវិទ្យាល័យរត់ទៅខាងអនុវិទ្យាល័យគាត់ណានៅពេលដែលគាត់រត់ទៅដល់ខាងអនុវិទ្យាល័យគាត់បានជួបមិត្តភ័ក្តិគាត់នឹងហើយនៅពេលនោះគឺគាត់បាននិយាយប្រាប់មិត្តភ័ក្តិគាត់ថាពីដំណើររឿងចេះចោះចឹងទៅនៅពេលនោះគឺមិត្តភ័ក្តិគាត់ថាមែនតាដោយសារតែនិយាយរបស់មិត្តភ័ក្តិគាត់ហ្នឹងបានប្រាប់មិត្តភ័ក្តិគាត់ថាគឺមានធ្លាប់មានសិស្សសាលា3នាក់ដែលមានស្រី1ប្រុស2បានហក់ពីលើអគារសាលានៅវិទ្យាល័យហ្នឹងហើយទៅគឺចឹងបានបងនឹងគាត់ឃើញថា3នាក់ហ្នឹងគឺដើរកងងហើយអ្នកនរគ្នាដោយសារតែពេលយើងហក់ចឹងទៅមិនយើងបាក់ដៃបាក់ជើងបាក់ឆ្អឹងយកហ្មងចឹងទៅបានពួកនោះដើរកងហើយចឹងទៅគឺគាត់មានអារម្មណ៍ថាភ័យខ្លាំងមែនតើហើយនៅពេលនោះគឺគាត់បានសន្យាថាគាត់លែងហ៊ានមកពី
ប្រឡប់ហ្នឹងហើយគឺគាត់មកពេលភ្លឺចិត្តចូលរៀនហ្នឹងគឺគាត់មករៀនអញ្ចឹងហើយនៅពេលនោះគឺគាត់លែងឃើញលេខអីដោយសារតែគាត់មកតែពេលរៀងព្រះអាទិត្យរះពេលបើកថ្ងៃពេលអីហើយហ្នឹងអញ្ចឹងនេះគឺជាបញ្ចប់រឿងហើយអ្នកទាំងអស់គ្នាគាត់បានប្រាប់ខ្ញុំតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអញ្ចឹងគឺអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់មកដល់វីដេអូទីនេះអញ្ចឹងជាជុំបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាពីខ្ញុំបាទនីតិរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ